សួស្តីបងប្អូនយើងទូទាំង25ខេត្តក្រុងចរកម្មនៅទីក្រុងប៉ោយប៉ែតនៅតែមានសកម្មភាពយ៉ាងគំហុកតែម្ដងបាញ់មិញនេះបានឃើញវីដេអូការកាប់ប្លន់ម៉ូតូនៅទីក្រុងប៉ោយប៉ែតនៅសង្កាត់អូជ្រៅទៀតហើយនិយាយទៅដដែលជ្រាំដែរអត់ចប់អត់ហើយបងប្អូនដែលពាក់ព័ន្ធជាមួយចរកម្មទាំងអស់នោះព្យាយាមថយចេញឲ្យដាច់ក្នុងរយៈពេលខ្លីកុំឲ្យរដ្ឋាភិបាលបង្ខំចិត្តបញ្ចាំងផ្កាយអណបចូលមកក្រុងប៉ោយប៉ែតបើមិនអញ្ចឹងទេសូម្បីតែមួយអ្នកសូម្បីតែឆ្កែក៏រត់មិនរួចដែរស្កេនដល់សូម្បីតែក្រោមដីករណីទាំងអស់នេះវាដដែលពេកខ្ញុំរាជាសូមតំណាងឲ្យក្រុមសង្គ្រោះ RT3 ដែលរាល់ថ្ងៃហ្នឹងគឺព្យាយាមធ្វើតែបទល្មើសព្រហ្មទណ្ឌនោះទេព្រហ្មទណ្ឌជាក់ស្ដែងអញ្ចឹងហើយកម្លាំងមានអត់គ្រប់គ្រាន់ហើយការធ្វើច្បាប់ក៏នៅមិនទាន់ធ្វើបានពេញលេញដោយសារសង្គ្រាមនៅតែបន្តអញ្ចឹងហើយខ្ញុំសូមឲ្យរដ្ឋាភិបាលមានចំណាត់ការទៅលើករណីទាំងអស់នេះហើយបងប្អូនត្រូវតែរួបរวมគ្នាហើយថយចេញពីអំពើចោរកម្មទាំងអស់នេះពួកយើងដល់ពេលរួបរวมប្រទេសហើយអូខេហើយពាក់ព័ន្ធជាមួយការបង្ការចោរកម្មវិញសូមស្នើឲ្យរដ្ឋាភិបាលត្រួតពិនិត្យមើលសេដ្ឋកិច្ចព្រោះកម្លាំងការពារឥទ្ធិពលនៃការការពារចេញពីប្រជាពលរដ្ឋគឺសំខាន់ជាងសមត្ថកិច្ចទៅទៀតដោយឡែកលុះត្រាតែសេដ្ឋកិច្ចផ្ដល់ឲ្យប្រជាពលរដ្ឋគឺមានលំនឹងហើយមិនរលកដូចជាប្រទេសថៃអញ្ចឹងតែយើងចាប់ផ្ដើមពីចំណុច0ក៏បានហើយក្រោយពីមានសេដ្ឋកិច្ចដើម្បីកុំឲ្យចាយលុយប្រើអំណាចដោយអាណាធិបតេយ្យគឺពង្រឹងចំណេះដឹងពួកគាត់ពាក់ព័ន្ធជាមួយចំណេះដឹងត្រង់នេះដង្ហើយទៅដល់បងប្អូនប្រជាពលរដ្ឋវិញម្ដងឮថាមានការព្រួយបារម្ភពីការដកលុយចេញពីក្រសួងអប់រំទៅចាយលើក្រសួងការពារជាតិចំណុចនេះមិនសូវជាសំខាន់នោះទេគ្មានបញ្ហានោះទេព្រោះបញ្ហារបស់យើងអ្នកដែលស្រូបទាញចេញពីសំទោសប្រជាពលរដ្ឋដែលស្រូបទាញចំណេះដឹងគឺស្រូបទាញចេញពីប្រព័ន្ធ social media ប្រចាំថ្ងៃច្រើនជាងអញ្ចឹងហើយឲ្យតែបដិបត្តិប្រែប្រួលផ្លាស់ប្ដូរវិញហើយយើងសង្កត់ទៅលើចំណេះដឹង social media ឲ្យពួកគាត់វិញគឺទាំងអស់នេះវានឹងដើរទៅយ៉ាងរលូនចោរកម្មអំពើពុករលួយទាំងប្រមាណវានឹងសាបដោយសារតែអំណាចប្រជាពលរដ្ឋតែអំឡុងពេលខ្លីដែលប្រជាពលរដ្ឋនិងសេដ្ឋកិច្ចសំទោសអំឡុងពេលខ្លីដែលប្រជាពលរដ្ឋមិនទាន់មានចំណេះដឹងដែលកើតចេញពីសេដ្ឋកិច្ចនិងការអប់រំនឹងដោយឡែកចេញពីបដិបត្តិសង្គមនោះឡើយទេគឺយើងត្រូវតែបង្កើតក្រុមសង្គ្រោះគ្រប់25ខេត្តក្រុងដើម្បីជាអំណាចប្រយោលដើម្បីការពារនិងបង្ការព្រោះសមត្ថកិច្ចមិនមានយន្តការដើម្បីធ្វើរឿងទាំងអស់នេះដែលជាកាតព្វកិច្ចរបស់ក្រុមសង្គ្រោះនោះទេគ្រប់ប្រទេសទាំងអស់សុទ្ធតែជួបបញ្ហាកន្លែងនេះហើយពួកគេត្រូវតែបង្កើតក្រុមសង្គ្រោះទាំងអស់នេះសង្ឃឹមថាបងមន្ត្រីរាជការជាពិសេសគឺសមត្ថកិច្ចប៉ូលីស PM ត្រូវតែយោគយល់នៅចំណុចនេះព្រោះមានអ្នកខ្លះគាត់អះអាងថាដាក់ពួកវាមកទើសទាល់ដាក់ពួកវាមកបាត់ការងាររបស់អញបងសមាជិកអត់អាចធ្វើការទាំងអស់នោះបានទេសិក្សាពីក្រុមសង្គ្រោះឲ្យច្បាស់តើក្រុមសង្គ្រោះទទួលបន្ទុកព្រមមិនទាន់ជាក់ស្ដែងគេធ្វើការអីគេពួកបងមិនអាចទៅយាមកាមមិនអាចទៅធ្វើការងារតូចតាចទាំងអស់នោះទេសមត្ថកិច្ចធ្វើការងារសមត្ថកិច្ចអញ្ចឹងទើបវាមានឥទ្ធិពលមិនមែនទៅល្បាតអង្គុយសម្ញែងឲ្យចោលខ្លាចនោះទេសមត្ថកិច្ចនៅរាល់ពេលដែលប្រជាពលរដ្ឋប្រាប់ទៅចោលតិចទៀតអញប្តឹងសមត្ថកិច្ចហើយបើនៅតែធ្វើអញ្ចឹងទៀតអញប្តឹងប៉ូលីសហើយចោលគ្រាន់តែលឺប៉ូលីសដឹងតែចាប់សមត្ថកិច្ចគឺធ្វើការអស់ហ្នឹងចាប់កសាងការបង្ការមិនកើតឡើងចេញពីសមត្ថកិច្ចនោះទេវាមិនប្រក្រតីហើយមិនមានប្រសិទ្ធភាពអញ្ចឹងហើយសូមឲ្យបងប្អូនសូមឲ្យបងទាំងអស់គ្នាមន្ត្រីពាក់ព័ន្ធស្ថាប័នពាក់ព័ន្ធសូមឲ្យយល់យកកុំឲ្យប្រកាន់កាតព្វកិច្ចរហូតដល់អាត្មានិយមហើយឈានដល់ការបែងចែកដូចយើងបែងចែកពូជសាសន៍អញ្ចឹងវាជ្រុលហួសហេតុវាធ្វើឲ្យបំផ្លាញខ្លួនឯងទៅវិញថ្ងៃក្រោយទៅវាកាប់ប្លន់ប្រជាពលរដ្ឋរបបកំហើយនេះថ្ងៃក្រោយទៅវាកាប់ប្លន់ប៉ូលីស PM វិញម្ដងវាគង់តែមានថ្ងៃគ្រាន់តែវាមិនទាន់ដល់ពេលជួនកាលទៅកូនរបស់ប៉ូលីស PM វិញម្ដងទោះបីជាមិនទាន់បានកាប់ប្លន់ពួកបងឬក៏កូនក្មួយពួកបងប៉ុន្តែវាជះឥទ្ធិពលលើកូនក្មួយពួកបងរួមទាំងពួកបងរួចទៅហើយសូមពិចារណាឡើងវិញអំពើអាក្រក់គឺមិនអំណោយផលដល់ជាតិនោះទេ
អញ្ចឹងហើយខ្ញុំមិនបាននិយាយថាពួកបងធ្វើនេះជាអំពើអាក្រក់នោះទេ ប៉ុន្តែវាបើកឱកាសឲ្យអំពើអាក្រក់ទៅវិញអូខេទាំងអស់គ្នាបងប្អូនទាំងអស់គ្នាជិះចង់តដិតអរគុណបងមន្ត្រីរាជការទាំងអស់គ្នាអានេះជាការផ្ញើសារហើយជាការសូមអធិស្ឋានដល់បងឲ្យបងបើកការពិចារណាកន្លែងហ្នឹងអញ្ចឹងហើយមានប៉ុណ្ណឹងបាទអរគុណ